សួស្តីបងប្អូនទាំងអស់គ្នានេះគឺវីដេអូដែលមានការចម្ពោះដំណាំស្វាយចន្ទីនេះគឺជាសកម្មភាពនៃការបាញ់ចម្រុះនៅថ្ងៃទី12 13ក្នុងខែដកមុននឹងយើងធ្វើការបាញ់គឺយើងត្រូវសង្កេតមើលអាកាសធាតុនៅពេលដែលអាកាសធាតុចាប់ផ្ដើមរាំងភ្លៀងដីរាងស្ងួតមានចន្លោះពេលដែលមេឃរាំងគឺយើងត្រូវការបាញ់ឲ្យបរិមាណនៅថ្នាំដែលយើងត្រូវដាក់អំពីខ្ញុំបាញ់គឺអាយុ7ឆ្នាំខ្ញុំដាក់ថៃអូ7គីឡូ13.46 4គីឡូយើងបាញ់លើកទី1និងលើកទី2ដាក់ថៃអូ2គីឡូ13.46 6គីឡូតទៅយើងបាញ់ចន្លោះក្នុងរយៈពេល1អាទិត្យលើកទី1លើកទី2រយៈពេល1អាទិត្យនេះលទ្ធផលដែល10ថ្ងៃក្រោយដែលយើងបានបាញ់រយៈពេល10ថ្ងៃគឺវាជ្រុះប៉ុណ្ណេះហើយបន្ទាប់ពីយើងបាញ់បាន10ទៅ15ថ្ងៃយើងត្រូវបាញ់21វគ្គទៀតនេះជាលទ្ធផលក្រោយ14ថ្ងៃហើយយើងបាញ់14ថ្ងៃនេះក្រោយពេល20ថ្ងៃចាប់ដើមលាស់ត្រួយហើយនឹងចេញបន្លប់ផ្កាមកនេះគឺរយៈពេល47ថ្ងៃក្នុងកាលដែលផ្កាបានប៉ុណ្នេះយើងត្រូវបាញ់បូរុនយើងត្រូវដាក់បូរុនហើយថ្នាំជំងឺបាញ់បូរុន2វគ្គទៀតដើម្បីឲ្យចេញក្តឹបល្អហើយបន្ទាប់ពីយើងបាញ់បូរុន2វគ្គមកគឺបានផលប៉ុណ្នេះលទ្ធផលរយៈពេល2ខែកន្លះពីដែលយើងបាញ់ចម្រុះមកបាទបន្ទាប់នេះយើងត្រូវបាញ់ជំនួយក្តឹបបន្តទៀតដែលរយៈពេលបាញ់គឺកន្លះខែយើងត្រូវបាញ់ម្ដងលទ្ធផលដែលមានប៉ូតាស្យូមខ្ពស់ដើម្បីជំនួយដល់ក្តឹបប៉ូតាស្យូមអក្សរកាត់ហៅថាអក្សរកាហើយបងប្អូនគិតថាវីដេអូមានប្រយោជន៍សូមជួយចុច Subscribe មួយសូមអរគុណ